ប្រហែលជាអ្នកមិនមែនជាមនុស្ស introvert ទេអ្នកគ្រាន់តែចេះការពារសន្តិភាពរបស់ខ្លួនឯងប៉ុណ្ណោះតែអ្នកមានគិតទេថាវាជារឿងចម្លែកដែលមនុស្សម្នាសន្មតថាអ្នកគឺជាមនុស្សស្ងប់ស្ងាត់ឬក៏ជាមនុស្ស introvert ដែលគ្រាន់តែអ្នកចូលចិត្តនៅម្នាក់ឯងតាមពិតអ្នកមិនមែនចូលចិត្តភាពឯកោនៅតែម្នាក់ឯងនោះទេប៉ុន្តែអ្វីដែលអ្នកស្រឡាញ់ពិតប្រាកដគឺសន្តិភាពផ្ទាល់ខ្លួនពីព្រោះនៅក្បែរមនុស្សដែលមិនត្រូវធៀបនឹងអ្នកធ្វើឲ្យគ្រប់យ៉ាងមានអារម្មណ៍ថាហត់នឿយខ្លាំងណាស់អ្នកត្រូវតែប្រុងប្រយ័ត្នរាល់ពាក្យសម្ដីអ្នកត្រូវតែតាមដានសម្លេងរបស់អ្នកត្រូវតែគិតមុននឹងនិយាយចេញមុខនិងអ្នកត្រូវតែគ្រប់គ្រងរាល់កាយវិការដើម្បីឲ្យគេមើលមុខអ្នកនៅក្នុងផ្លូវល្អការប្រស្រ័យតាក់ទងបែបនេះនឹងបើជញ្ជក់ធម៌ពលរបស់អ្នកដូច្នេះហើយទៅអ្នកដកខ្លួនចេញវាមិនមែនមកពីអ្នកស្អប់មនុស្សជុំវិញខ្លួននោះទេប៉ុន្តែគឺមកពីមនុស្សភាគច្រើនស៊ីធម៌ពលរបស់អ្នកច្រើនជាងការផ្ដល់ធម៌ពលមកឲ្យអ្នកវិញប៉ុន្តែនៅក្បែរមនុស្សដែលអ្នកត្រូវធៀបអ្នកនឹងប្រែជាមនុស្សផ្សេងម្នាក់ទៀតភ្លាមអ្នកអាចជជែកគ្នាបានរាប់ម៉ោងអ្នកសើចបានខ្លាំងអស់ពីពោះអ្នកបើកចិត្តនិយាយគ្រប់យ៉ាងដោយមិនចាំបាច់គិតច្រើនអ្នកប្រែជាមនុស្សដែលរស់រាយបំផុតឬក៏ extroverted version ពីព្រោះពួកគេផ្ដល់សន្តិភាពមកឲ្យអ្នកមិនចាំបាច់ធ្វើពុតជាអ្នកផ្សេងនៅក្បែរពួកគេឡើយអ្នកមិនមែនជាមនុស្ស introvert នោះទេអ្នកគ្រាន់តែជាមនុស្សដែលចេះជ្រើសរើសប៉ុណ្ណោះអ្នកការពារថាមពលរបស់អ្នកពីមនុស្សដែលបើជញ្ជក់វាហើយផ្ដល់ថាមពលទាំងនោះទាំងស្រុងទៅឲ្យមនុស្សដែលស័ក្តិសមនឹងទទួលបានវាមិនដែលពាក់ព័ន្ធនឹងការចង់នៅម្នាក់ឯងនោះទេវាពាក់ព័ន្ធនឹងការចង់រស់នៅក្នុងសន្តិភាពផ្លូវចិត្តជានិច្ចប៉ុន្តែមនុស្សភាគច្រើនមិនអាចផ្ដល់ចំណុចនោះឲ្យអ្នកបានឡើយ